សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹង Source Moisture Sensor តើអ្វីទៅជា Source Moisture Sensor ហើយដំណើរការរបស់វាយ៉ាងដូចម្តេចហើយជាចុងក្រោយយើងនឹងធ្វើការអនុវត្តជាក់ស្ដែងជាមួយនឹង Source Moisture Sensor នឹងតែម្ដង Source Moisture Sensor ត្រូវបានគេស្គាល់ថាជាឧបករណ៍អេឡិចត្រូនិកមួយដែលប្រើប្រាស់ដើម្បីវាស់បរិមាណនៃសំណើមដែលមាននៅក្នុងដីអញ្ចឹងវាត្រូវបានគេហៅថា hygrometer សម្រាប់វាស់ដីផងដែរអញ្ចឹងការងារសំខាន់របស់វាគឺប្រាប់អ្នកទាំងអស់គ្នាថាតើដីនឹងសើមឬក៏ស្ងួតហើយ Source Moisture Sensor ហ្នឹងធម្មតាគឺវាមានផ្នែកពីរធំដោយដែលយើងឃើញអញ្ចឹងគឺមួយគឺ controller ដែលវាប្រើប្រាស់ chip LM393 ដើម្បីដំណើរការហើយនិងមួយទៀតគឺ probe ឬជាក្បាល sensor របស់វាហ្នឹងដែល probe ហ្នឹងគឺវាមានជើងសម្រាប់ចរន្តអគ្គិសនី2គឺគេស្គាល់ថា electrode ហ្នឹងហើយជើងទាំងពីរហ្នឹងត្រូវបានចាក់ចូលទៅក្នុងដីដើម្បីវាស់នៅសំណើមនៅក្នុងដីហ្នឹងហើយនៅលើ ហើយនៅលើ controller របស់វាគឺវាមានដូចជា VCC ហើយជើង ground ហើយជើង A0 ជាជើង analog ហើយនិងជើង D0 ជាជើង digital ហើយដំណើរការរបស់ Source Moisture Sensor នឹងផងដែរគឺវាដំណើរការដោយផ្អែកលើគោលការណ៍នៃ conductivity ឬក៏ electrical resistance ឬក៏ capacitance ហើយនៅក្នុង Source Moisture Sensor នឹងដែរវាមាន probe ឬក៏ជើងពីររបស់វាហ្នឹងដែលជាជើង electrode ដែលយើងដាក់វាចូលទៅក្នុងដីទាំងសងខាងហើយ sensor ហ្នឹងនឹងបញ្ចេញនៅ electrical voltage ដែលឆ្លងកាត់ដីរវាងជើងទាំងពីរហ្នឹងអញ្ចឹងបើដីស្ងួតដីមិនមានទឹកឬមានទឹកតិចតួចដូច្នេះ conductor របស់វាហ្នឹងគឺមានតិចតួចអញ្ចឹងធ្វើឲ្យចរន្តអគ្គិសនីវាពិបាកហូរអញ្ចឹងន័យថា resistance រវាងជើងទាំងពីរហ្នឹងគឺវាខ្ពស់ខ្លាំងអញ្ចឹងកាលណាបើដីសើមទឹកនៅក្នុងដីមានអ៊ីយ៉ុងអញ្ចឹងដែលជួយឲ្យចរន្តអគ្គិសនីហ្នឹងវាហូរបានល្អអញ្ចឹងហើយបាន resistance វាមានតម្លៃទាបចរន្តងាយស្រួលហូរវាធ្វើឲ្យ voltage របស់វាហ្នឹងគឺកើនឡើងអញ្ចឹង Source Moisture Sensor ហ្នឹងផងដែរភាគច្រើនគេប្រើប្រាស់ដើម្បីបិទបើកទឹកដោយស្វ័យប្រវត្តិនៅពេលដែលស្រែឬក៏ដំណាំខ្វះជាតិទឹកអញ្ចឹងន័យថា sensor ហ្នឹងនឹងប្រាប់ឲ្យ controller ឬក៏ motor បូមទឹកមកដើម្បីចាក់ហើយនៅក្នុងការអនុវត្តហ្នឹងដែរគឺយើងនឹងធ្វើ test ជាមួយនឹងSource Moisture Sensor ជាមួយនឹង servo អញ្ចឹងនៅពេលដែលវាមានទឹក servo ហ្នឹងគឺបិទអញ្ចឹងនៅពេលដែលវាអត់ទឹក servo ហ្នឹងនឹងវិលដូចជាបើកឲ្យ motor ឬក៏ទឹកចូលដើម្បីស្រោចស្រពដំណាំអីចឹងជាដើមអញ្ចឹងដើម្បីអនុវត្តបានគឺយើងមាន component មួយចំនួនដូចជា microbit ដែលជា microcontroller របស់យើងហើយយើងមាន Source Moisture Sensor ហើយយើងមាន servo របស់យើងហ្នឹងហើយនេះជា list សម្រាប់ជើង connection ពីជើង microbit ទៅជើងservo ហើយនិងជើង Source Moisture Sensor ហើយនេះជា block diagram អ្នកទាំងអស់គ្នាអាច follow ការតជើងតាម diagram នឹងបានបន្ទាប់មកយើងនឹងចូលទៅកាន់ការតខ្សែដែលបន្តនៅលើ simulation របស់យើងគឺយើងប្រើប្រាស់ Tinkercad អញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែបង្កើត new project ហើយដាក់ឈ្មោះមកហើយយើង search មើល component ដែលយើងត្រូវការបន្ទាប់មកយើងតខ្សែពីជើង Source Moisture Sensor របស់យើងហ្នឹងជើង out របស់វាគឺចូលជើង P2 នៃ microbit ហើយជើង ground ចូល ground microbit ជើង VCC ចូល VCC microbit ហើយចំពោះជើង servo គឺយើងចូលទៅក្នុង P1 នៃ microbit របស់យើងដែរបន្ទាប់មកយើងនឹងធ្វើ block code ដើម្បីដំណើរការ sequence ហ្នឹងហើយនេះជា result ដែលយើងបាន